ងលើប្រតិពីជួយដឹកដៃម៉ែអូណាកូននឹងស្វាមីលោកកាយទុនតឹងថ្ងៃខាងអូណាកូននឹងស្វាមីលោកកាយទុនតឹងថ្ងៃខាធ្វើបុណ្យជូនម៉ែតាមក្បួនដំរាងតាមក្បួនដំរាងលើកហាត់ប្រណំក្រាបសូមខមាខំប្រកាណាសូមអភ័យកូនចៅគ្រប់គ្នាភរិយាស្វាមីអោណាកូនថ្វាយបោផាកាមលិងកាជូកអោណាកូនថ្វាយបោផាកាមលិងកាជូកក្រអូបឈ្ងុយឈ្ងប់ជាបកាសួគីបូជាជូនម្ដាយហាអេព្រះសង្ឃគង់វន្ទីអនុមោទនីផលបុណ្យទាំងឡាយផលបុណ្យទាំងឡាយហាអេញោមញាតិចិត្តឆ្ងាយរួមបុណ្យជូនម្ដាយដោយចិត្តជ្រះថ្លាអោណាផលបុណ្យកូនសាងអ៊ុំទឹងទ្វេដងអោណាផលបុណ្យកូនសាងអ៊ុំទឹងទ្វេដងជូនម៉ែពុកផងគ្រប់ញាតិទាំងកាសូមទទួលបុណ្យបរិសុទ្ធកុំបីឃ្លានអត់ដោយគ្រាអតីតណាដោយគ្រាអតីតណាសូមរាជធរទុសពិតនាំបុណ្យអមរិតឲ្យដល់លោកផងកុំបីឃ្លានឃ្លាត
សុខ10កើតខ្នើតខែមីឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី7ខែកុម្ភៈឆ្នាំ2025សង្គមក្រុមគ្រួសារបុត្រធីតាប្រុសស្រីរបស់បាសកឈូត្រីបាសិកាតាំងឪគឹមមានលោកហេងឡុងអ្នកស្រីត្រីឡាងព្រមទាំងកូនចៅលោកឈូនអេងនិងអ្នកស្រីឈួឈីលៀងព្រមទាំងកូនចៅអាយឧត្តមត្រីបងលោកជំទាវលីស្រេងព្រមទាំងកូនចៅលោកធៀមត្រីអ្នកស្រីត្រីង៉ែតព្រមទាំងកូនចៅលោកតាំងប៊ូធងអ្នកស្រីត្រីណៃព្រមទាំងកូនចៅលោកបានរួបរวมសាមគ្គីគ្នាមកជួបជុំគ្នានៅក្នុងអារាមដ្ឋានវត្តមនីចោតារាមតប៉ុនថ្ងៃនេះក៏បានរៀបចំនៅគ្រឿងពិធីពលីការថ្វាយចំពោះស្ដេចក្រុងពលីមានស្លាធម៌3សី9ថ្នាក់7ថ្នាក់5ថ្នាក់3ថ្នាក់បច្ឆាមតាមចំណាំដោយឡែកផ្លែឈើកើទាំងតោកងោកទាំងថាសក្រាលកន្ទិលកធំព្រំក៏ល្អរៀបចំនៅក្នុងឱកាសពេលនេះដើម្បីថ្វាយដល់ស្ដេចក្រុងពលីនាងកឹងហេងពធរណីដើម្បីសុំទីកន្លែងប្រពនៅកម្មពិធីបុណ្យខួបគម្រប់12ឆ្នាំឧទ្ទិសកុសលជូនលោកឧបាសកឈូត្រីបាសិកាតាំងឪគឹមហៅវេគឹមរួមទាំងញាតិគ្រប់សន្តានទាំងអស់ហើយក៏បានរៀបចំនៅសក្ការៈបូជាទាំងឡាយនេះថ្វាយចំពោះស្ដេចក្រុងពលីនាងកង្ហិញពធរណីអញ្ជើញយាងមកគង់លើសវណ្ណាសនៈដើម្បីទទួលយកនៅគ្រឿងសក្ការៈបូជាទាំងឡាយនេះនមោតាសាភិក្ខវេតោរហតោសម្មាសម្ពុទ្ធស្សៈនមោតាសាភិក្ខវេតោរហតោសម្មាសម្ពុទ្ធស្សៈនមោតាសាភិក្ខវេតោរហតោសម្មាសម្ពុទ្ធស្សៈឧកាសសកេកាមេចរុបេក្រិសិខរតតេចន្តលេខេវិមាននេតិបេរថេចគិមេតរុវេដកេហដេកេហវត្តហំមហិខេតេភូមិចាយន្តតេវិជាលថលវិសមេយខ
ពីរោះស្មោះស្ម័គ្រយើងខ្ញុំប្រណិធានទោះក៏បនំបង្គំវន្ទីទៅអញ្ជើញស្ដេចក្រុងពលីគុំម្ដាយព្រឹទ្ធពីជាតិជាអេសូចពូនវិបាទៅអញ្ជើញនឹងសព្វគ្រាអញខ្ញុំវន្ទីអញ្ជើញប្របាទកោចលាំងអ្នករៀនវិធីខ្លាំងខ្លាពលឹកពលឺពេញប៉ុនទៅអញ្ជើញលោកវងពីដុនសួស្ដីអញ្ជើញអស់ម្ចាស់ទឹកដីលោកអ្នកមេតបធ្លាប់ខ្លាំងប្រកែកចេះចាំពុនប្រាការពារនៅស្រុកខ្មែរគ្រប់ទិសគ្រប់តំបន់ដែលមានឈ្មោះប្រកបគឺលោកតាបច្ច័យរបបខ្មៅក្បៅជ្រុំកងខ្លាក់បាក់កំភ្លើងស្ដាច់កនខ្លាំងខ្លាចញ៉ាក្លឹងមើងតាក្រហមកោប្រសងស្បងសមេតបផ្សែងសមេតបសក់សយាយដល់ធំភ្នំកពីងពួយចៅលោកអាចារ្យលក្ខអាចារ្យមានអាចារ្យស្វាកលោហងកងស្ដាច់លោកតាដំបងកយងលោកតាដំបងដៃលោកតាដំបងពេញលោកតាភ្នែកប្រាលោកតាកង្ហាលដៃនឹងសូមក្រុមជើញអស់ភូមិរាជាលោកតែងធានាពធរនីការជើញអស់ម្ចាស់ទឹកដីដែលលោកថិតថែរក្សានាទឹកដីជាយភូមិវត្តមនីចូលតារាមតប៉ុននេះទៅមួយជើញលោកយាងមកទទួលយកនៅបាយស្ពងស្បលស្បោសក្ការៈបូជាទាំងឡាយដែលខ្ញុំប្រកាសណាទាំងឡាយរៀបចំថ្វាយនៅក្នុងឱកាសពេលនេះហើយខ្ញុំប្រកាសណាទាំងឡាយក៏សូមការអនុញ្ញាតសូមទឹកដីជាយភូមិទីកន្លែងប្រមកម្មពិធីបុណ្យខួបគម្រប់12ឆ្នាំសម្រាប់ថ្ងៃនេះនិងថ្ងៃស្អែកបានសមប្រកបជួបប្រទេសទៅនឹងសេចក្តីសុខសេចក្តីចម្រើនជាលំដាប់ចាប់តាំងពីពេលនេះតរៀងទៅជ្រងហើយជ្រងហើយម្ចាស់ថ្លៃហើយជ្រងហើយអើណាជ្រងហើយសូមអញ្ជើញអើយសូមអញ្ជើញលោកមានទោសសបារមីអនាព្រះគុណណាស់លោកអើយសូមលោកជាងមកប្រក់ព្រំបតិទ្ធាជ័យអស់លោកអ្នកភ្លេងថ្វាយបទសែនឡាយcác mưa dây vừa ồn chốn con đầy sông các mưa dây vừa ồn chốn con đầy sông sông trời trâu mê tê ba thô ba tê sang caប
ទាំងឡាយ ចំពោះព្រះសម្មាសម្ពុទ្ធ ចំពោះព្រះសម្មាសម្ពុទ្ធ ពេលព្រះដ៏មានព្រះភិក្ខដ៏ចម្រើនហើយ ព្រះដ៏មានព្រះភិក្ខដ៏ចម្រើនហើយ សូមព្រះអង្គ សូមព្រះអង្គ ព្រះមេត្តាអនុគ្រោះ ព្រះមេត្តាអនុគ្រោះ ទូយោ ទូយោ នៅបុព្វាផ្កាស្រស់ នៅបុព្វាផ្កាស្រស់ ព្រមទាំងសក្ការៈបូជាទាំងឡាយនេះ ព្រមទាំងសក្ការៈបូជាទាំងឡាយនេះ អំពីទូលព្រះបង្គំទាំងឡាយ អំពីទូលព្រះបង្គំទាំងឡាយ ដើម្បីបាននៅប្រយោជន៍ ដើម្បីបាននៅប្រយោជន៍ ដើម្បីបាននៅសេចក្តីសុខ ដើម្បីបាននៅសេចក្តីសុខ ដើម្បីបាននៅសេចក្តីចម្រើន ដើម្បីបាននៅសេចក្តីចម្រើន ដល់លោកអ្នកដ៏មានគុណទាំងឡាយ លោកអ្នកដ៏មានគុណទាំងឡាយ មានមេត្តាបិតាជាដើមផង មានមេត្តាបិតាជាដើមផង ដល់ទូលព្រះបង្គំទាំងឡាយផង ដល់ទូលព្រះបង្គំទាំងឡាយផង អស់ការជាអង្វែងទៅអ អស់ការជាបែងទៅហោ អស់វរៈពីរដងផង អស់វរៈពីរដងផ អស់វរៈបីដងផងហ អស់វរៈបីដងផងផង សូមអនុមោទនាចាន់បងអភមង្គលទាំងឡាយឲ្យជា ចាឆ្ងាយព្រះអន្តរាយកុំបីមាន ដោយកំឡាំងអនុភាពបញ្ញាលាជាប្រធានកងបនរស័យមានសម្បសានក៏មានមួដោយគុណ នឹងបាសកាត្ររតនាប្រសាទពរ សូមអានិសង្ឃនោះដល់ដល់ឋាននៅពីអនដោយណា ហង្រីខ្ញុំបង្គំវន្ទាជួបព្រះភគវីព្រះធម៌ថ្លៃថ្លាព្រមទាំងព្រះសង្ឃផរផង្សីលាចិន្តាលំអត់ព្រះពុទ្ធនិយាមសូមឲ្យសំសានបដិបណ្ណតាមធម៌សាសនាបវរអដូចព្រះនាមអរហង្គសម្មាគ្មានការតាំងទៀមកែលែរវាងរវាទសូនបងសូមឲ្យសាសនាសម្មាសម្ពុទ្ធបរិស័ទមួមុតរួមចិត្តត្រត្រង់ឋិនថេចេរកាលអភិបាលដោយសង្ឃព្រមព្រៀងស្មោះត្រង់ចិត្តចង់សិក្ខាសូមមនុស្សទេវតាមានការគោរពទាំងថ្ងៃទាំងយប់ក្នុងព្រះសាសនាសូមបានសម្រេចដោយក្តីប្រាថ្នាអស់នៅតណ្ហាទុក្ខាចប់អ
តាវិបាករេអភិសេកេសាកពុទ្ធានังអកមន្តបមោទតសនៈកតាសមង្កលសពវិយតាំសហតតាំសកណាសមហតោចសិយកំប្រមចារិសពតិវិនង្កាយកម្មវិចាកម្មបតិកណំបតិកណំមនោកម្មបណៃទីវេវេកណាបតិកណានិកត្វានលភន្តតេបតិកណេបាទចេញថ្វាយគុំទៅឲ្យលើត្រៃលៀងទាំងអស់គ្នាទៀតបាទចេញលើត្រៃលៀងទាំងអស់គ្នាទៀតបាទលើកទាំងជើងពៀនបាទលៀងនឹងត្រៃលៀងនឹងបាទអញ្ជើញលើកទាំងអស់គ្នាដើម្បីដល់កាមេរ៉ាគាត់ចាប់ពេលរួចបត់យើងមើលរូបភាពទៅស្អាតទៀតបាទសូមអនុមោទនាបាទដាក់ចុះហើយលើកភេសជ្ជៈទៀតធ្ងន់ទុំនេះធ្ងន់បាទហើយចេញដកខ្លួនមកបន្តិចអង្គុយនឹងហើយយើងផ្សាយផលទាំងអស់គ្នាសូមជូនបុណ្យកុសលចំពោះទៅដល់មានណាមេតាកូនក្រមបុណ្យទេកាប្រពិសន្តានជីដូនជីតារស់នៅថ្ងៃណាលោកម្ចាស់ចែកឋានសូមជូនការសូមសោកសែនសាដល់ឋានផុតទុក្ខមេចាលោកកាទីបតៃសម្បតៃកតាញ់ចាក់លីអូនធីវិរាំងដែលចំខាត់ដោយមកហាអើយកាមានបញ្ញាប្រាកដនេះទីនមោទនីសូមអនុមោទនានមោតស្សៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមត្ថោរតនតយាសៈវន្ទាមីទូលព្រះបង្គំខ្ញុំបកករណាសូមលើកហដ្ឋាបណ្ដំបង្គំរំលឹកដល់គុណបរតនត្រ័យមានគុណកាលពុទ្ធមួយគុណកាលពធមួយនិងគុណកាលប្រសពមួយដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាស្មារតីជីវិតហើយមុនលើទៀតក៏សូមក្រាបនមស្ការចំពោះព្រះអង្គគ្រូជាម្ចាស់ដែលជាព្រះឧបធារបស់ខ្ញុំបកណាបតលដោយសេចក្តីគោរពនិងសេចក្តីកោតក្រែងហើយសូមនមស្ការចំពោះព្រះថេរានុថេ
ចម្រើនពរញោមអាចារ្យអស់លោកញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានគ្រប់អញ្ជើញចូលរួមត្រឹមត្រាប់ស្ដាប់ពធក្នុងគណៈពេលនេះដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាហើយសូមធ្វើសមានចិត្តចម្រើនពរញោមអ៊ីស្រាធិបតីសម័យជាអ្នកម្ចាស់ដើមទានប្រធានជាអ្នកម្ចាស់ដើមបុណ្យដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាសពកាលទាំងពួងរោគេជេវន្តរាយាចឧបណ្ណាជេយបត្តវីពុទ្ធាតអនុភាពវេទៈដោយកិរិយាធ្វើបទប្រណមស្ការដោយសង្ខេបបែបខ្លីប៉ុណ្ណេះទៅសូមឲ្យរតនៈទាំង3ជួយបញ្ជារៀបរៀងនៅឧបទ្រពឧបវន្តរាយកាលយគណីទោះបីជាទុកតូចក្តីឬក៏ធំក្តីដែលបំរុងនឹងកើតមានហើយឬក៏កើតមានហើយនៅក្នុងខន្ធៈសន្តានបតិទឹកចិត្តអស់លោកញាតិញោមពុទ្ធបរិស័ទទាំងអស់សូមឲ្យអ្នកចាត់ចាយអន្តរធានចាប់តាំងពីពេលនេះតរៀងទៅអ៊ីតោបរੰធម្មទេសនាទេសិសាមីទីលំដាប់ដោយការប្រពបត្តិនមស្ការដោយសង្ខេបបែបខ្លីប៉ុណ្ណេះទៅតម្រូវចំតរវេលាដល់អង្គខ្ញុំព្រះគណភាពនឹងបានឱកាសដើម្បីរតនាធម៌របស់ព្រះសម្មាសម្ពុទ្ធយកមកសម្ដែងចែកជូនញាតិញោមពុទ្ធបរិស័ទទាំងអស់ដើម្បីបានជាទីសន្តាប់និងបានស្ដាប់ទៅតាមនិស័យអានិសង្សជ្រះថ្លារៀងខ្លួនហើយនៅក្នុងគណៈពេលវេលានេះដែលស្ថិតនៅថ្ងៃសុក្រ10កើតខែមីឆ្នាំរោងខស័កពុទ្ធសករាជ2560ថ្ងៃទី7ខែកុម្ភៈឆ្នាំ2025ដែលអស់លោកជាអ្នកម្ចាស់ដើមទានប្រធានជាអ្នកម្ចាស់ដើមបុណ្យបានដូចដើមមូលមតិគ្នាជាឯកច្ឆន្ទដើម្បីប្រារព្ធកម្មវិធីបុណ្យមួយដែលជាប់ពាក់ព័ន្ធនៅក្នុងព្រះពុទ្ធសាសនាដែលឲ្យឈ្មោះថាបុណ្យគម្រប់ខួប12ឆ្នាំដើម្បីក្នុងការឧទ្ទិសកុសលជូនដល់បាសកឈូត្រីនិងឧបាសិកាតាំងអគិមអ្នកដើមបុណ្យទី1មានឈួថៃលីនិងភរិយាព្រមទាំងកូនចៅទី2មានត្រីឡានិងស្វាមីព្រមទាំងកូនចៅទី3ឈួសៀវលៀងនិងស្វាមីព្រមទាំងកូនចៅទី4មានយោងត្រីម៉ុងនិងភរិយាព្រមទាំងកូនចៅទី5មានយោងត្រីសុវណ្ណនិងភរិយាព្រមទាំងកូនចៅទី6មានយោងឈួឈុនទួននិងភរិយាព្រមទាំងកូនចៅទី7មានយោងត្រីង៉ែតនិងស្វាមីព្រមទាំងកូនចៅទី8មានយោងត្រីជន្លីនិងភរិយាព្រមទាំងកូនចៅទី9មានយោងត្រីណៃនិងស្វាមីព្រមទាំងកូនចៅអញ្ចឹងគឺឈ្មោះទាំងអស់នេះសុទ្ធតែជាឈ្មោះអ្នកម្ចាស់ដើមទានដែលប្រធានជាអ្នកម្ចាស់ដើមបុណ្យថ្ងៃនេះដែលបានផ្ដួចផ្ដើមមូលមតិគ្នាជាឯកច្ឆន្ទក្នុងការប្រពលើកឡើងបុណ្យគម្រប់ខួប12ឆ្នាំហើយបុណ្យខួបគម្រប់12ឆ្នាំនេះទៀតសោតបើយើងនិយាយឲ្យងាយយល់បើយើងនិយាយឲ្យងាយស្ដាប់គឺយើងធ្វើទៅតាមរបៀបជាតក្កណានុបទានការធ្វើជារបៀបនៃតក្កណានុបទាននេះទៀតសោតបើសិនជាយើងគិតថាយើងធ្វើទៅតាមតក្កណានុបទានទេបើមនុស្សម្នាទាំងឡាយមិនបានពោលសរសើរពីគុណទេម្ល៉េះហើយក៏យើងមិនអាចប្រព្រឹត្តជាតក្កណានុបទាននេះកើតដែរអញ្ចឹងពីហេតុខាងដើមដែលញាតិញោមម្ចាស់ដើមទានប្រធានជាអ្នកម្ចាស់ដើមបុណ្យនេះនាំគ្នាប្រពធ្វើនៅក្នុងកម្មវិធីបុណ្យតក្កណានុបទានគម្រប់ខួប12ឆ្នាំនេះកើតឡើងដោយសារតែញោមបានពោលសរសើរពីគុណព្រោះថាការពោលសរសើរពីគុណនេះគឺធំណាស់ព្រោះថាមនុស្សម្នាទាំងឡាយបើសិនជាមិនបានពោលសរសើរពីគុណរបស់ឪពុកម្ដាយទេម្ល៉េះហើយមិនអាចនាំគ្នាមកប្រព្រឹត្ត
មកក្នុងការបំពេញក្នុងការបដិបត្តិធ្វើក្នុងថ្ងៃនេះកើតអញ្ចឹងបានព្រះសម្មាសម្ពុទ្ធបរមសាស្តានៃយើងព្រះអង្គសម្ដែងពីគុណរបស់នៅក្នុងពុទ្ធសាសនានេះព្រះអង្គសម្ដែងថាគុណមាន3ធំធំទី1ព្រះអង្គសម្ដែងថាករុណាគុណទី2ព្រះអង្គសម្ដែងថាបញ្ញាគុណទី3នឹងវិសេសគុណនេះគុណទាំង3នេះគឺជាគុណដែលបំណាច់ដែលកូនចៅទាំងឡាយដែលមានក្នុងការដាក់អារម្មណ៍មិនអាចបំភ្លេចបានចំពោះលោកអ្នកដែលមានគុណនេះគឺគុណទាំង3នេះឯងដែលព្រះសម្មាសម្ពុទ្ធអង្គទ្រង់ត្រាស់ប្រកាសសម្ដែងក្នុងគុណទាំង3នេះដែលសត្វលោកទាំងឡាយពេលណាដែលបានមានកំណើតកើតនៅក្នុងត្រកូលណានីមួយហើយមានការភ្ញាក់រលឹកក្នុងការបំពេញក្នុងការរលឹកលើកឃើញពីគុណទាំងឡាយ3នេះឯងទី1ព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាជាគុណទី1ព្រះអង្គសម្ដែងថាគុណដែលខាងអើបំផុតគឺអត្តគុណអត្តគុណនេះគឺជាការរលឹកលើកឃើញពីឆ្អឹងព្រោះថាមនុស្សពេលណាដែលបានលះលោកនេះទៅកាន់លោកខាងមុខហើយលែងមានសល់អីទៅទៀតហើយនៅសល់ត្រឹមតែឆ្អឹងទៅទេប៉ុន្តែដើម្បីឲ្យឆ្អឹងនឹងជាស្ថិតនៅឆ្អឹងដ៏មានតម្លៃក្នុងការពោលសរសើរពីគុណរបស់កូនចៅទាំងឡាយឯណោះអញ្ចឹងព្រះអង្គសម្ដែងថាត្រង់នេះហើយគឺអត្ថឆ្អឹងនេះគឺទឹកឆ្អឹងដែលជាការសំខាន់បំផុតពីព្រោះមនុស្សយើងទាំងអស់គ្នាកើតឡើងមកហើយពេលណាដែលប្រសូតមកមានវ័យវឌ្ឍនាការចម្រើនយើងមានឆ្អឹងលូតលាស់ធំធាត់ក៏ដោយសារតែឆ្អឹងឪពុកម្ដាយនេះដែរនេះបានព្រះអង្គសម្ដែងថាពេលដែលគាត់លះបង់ទៅហើយយើងអត់មានសល់អីទៅទៀតទេមានសល់ត្រឹមតែឆ្អឹងក្នុងការគោរពដល់កូនចៅចំនួនក្រោយបានគោរពបានប្រតិបត្តិចឹងទៅព្រោះថាឆ្អឹងនេះហើយញាតិញោមបានតម្កល់ទីកន្លែងដ៏សំគួរគឺពោជនីយដ្ឋានមានតម្កល់មានព្រះចេតិយមានប្រកបអញ្ចឹងទៅយើងបានតម្កល់កន្លែងដ៏សំគួរហើយចឹងបានព្រះអង្គសម្ដែងថាពោចេតេចេតយ៉ាងពោចេតយៈអង្គសម្ដែងថាកន្លែងណាដែលគួរគោរពកន្លែងណាដែលគួរបូជាព្រះអង្គសម្ដែងថាត្រង់នោះហើយគឺជាចេតិយចេតិយនោះចេតិយតម្កល់ដែលណាថាតម្កល់អត្ថឆ្អឹងគឺអ្នកមានគុណនោះឯងអញ្ចឹងគឺកន្លែងនេះគឺជាកន្លែងដែលយើងគួរគោរពកន្លែងដែលយើងគួរបូជាគឺអត្ថឆ្អឹងនេះឯងនឹងទី1គឺគុណទី1គុណទី2ព្រះអង្គសម្ដែងថាវិសេសគុណវិសេសគុណឬបញ្ញាគុណនេះណាគឺច្រើនជាអនេកបការទៅហើយវិសេសគុណដែលធំបំផុតគឺព្រះអង្គសម្ដែងសង្កត់ត្រង់ព្រហ្មវិហារធម៌ព្រោះថាមេដាបេដាពេលណាដែលបានបន្សោតគាត់មកហើយមេដាបេដាតែងបានបន្សល់នៅព្រហ្មវិហារធម៌ទាំងឡាយ4ចំពោះបុត្រធីតាប្រុសស្រីទី1មានមេត្តាករុណាមុទិតាឧបេក្ខាអញ្ចឹងអូទាំង4នេះមេត្តាបេដាតែងតែមានចំពោះកូនជានិច្ចមេត្តាប្រែថាការរាប់អានដូចមិត្តកល្យានបានសង្គ្រោះជួយផ្ដល់ប្រយោជន៍ឲ្យបានរស់សង្គ្រោះឲ្យសុខគ្រប់គ្នាមុទិតាប្រែថាការតន់តានមានចិត្តអត់ដណ្ដើមដោយអ៊ីសាមានចិត្តស្លូតបូតស្រស់ភក្ត្រាចិន្តាបរិសុទ្ធផុតជាបានឧបេក្ខាប្រែថាការសម្លឹងមិនធូរមិនតឹងប្រឹងស្រវាតឲ្យត្រង់តាមច្បាប់តាមក្បួនខ្នាតចិត្តស្អាតត្រឹមត្រូវមានហេតុផលករុណាប្រែថាការអាណិតមានចិត្តចង់ជួយជនកំព្រាឲ្យបានទីពឹងបានសុខជាមនុស្សសត្វគ្រប់គ្នាផុតទុក្ខនេះគឺជាកាលដែលកូនចៅទាំងឡាយមានធម៌ទាំង4យ៉ាងនេះដែលមេដាបេដាបានបំពេញចំពោះខ្លួនដល់តែពេលយើងបានបំពេញចំពោះខ្លួនដោយមានព្រហ្មវិហារធម៌នេះហើយអញ្ចឹងបានព្រះអង្គសម្ដែងថាត្រង់នេះឯងគឺជាត្រង់មួយចំណុចមួយដែលកូនចៅទាំងឡាយត្រូវមានការដកអារម្មណ៍ជានិច្ចមិនអាចបំភ្លេចពីវិសេសគុណរបស់គុណមេដាបេដាបានឡើយមួយទៀតព្រះអង្គសម្ដែងថាគុណោបការៈគុណគុណោបការៈគុណនេះគឺសំដៅទៅលើមេដាបេដាដែលមានសង្ឃហរធម៌ទាំងឡាយ5អញ្ចឹងមេដាបេដាពេលដែលគាត់ដែលមាននៅរស់រានមានជីវិតមិនមែនគាត់ត្រឹមមានតែព្រហ្មវិហារធម៌ទាំងឡាយ4ទេតែគាត់មានទាំងសង្ឃហធម៌ទាំងឡាយ5ទៅទៀតសង្ឃហធម៌ទាំងឡាយ5នឹងសួរថាមានអ្វីខ្លះទី1នឹងព្រះអង្គសម្ដែងថាមេដាបេដាត
តែតែហាម5កូនទាំងឡាយមិនឲ្យប្រព្រឹត្តនៅអំពើជាបាបស្ថិតនៅក្នុងអកុសលទាំងឡាយមេដាបិតាតែងតែមានសេចក្តីហាម5ទី1ទី2ព្រះអង្គសម្ដែងថាមេដាបិតាតែងតែឲ្យកូននឹងប្រាប់កូននឹងឲ្យតម្កល់ចិត្តក្នុងចិត្តគឺជាចិត្តដ៏សប្បុរសក្នុងចិត្តស្ថិតនៅក្នុងកុសលធម៌នឹងគឺទី2ដែលមេដាបិតាបានប្រាប់ទី3ព្រះអង្គសម្ដែងថាមេដាបិតាពេលដែលគាត់បង្កើតកូនមកហើយគាត់តែងតែបញ្ជូនកូនឲ្យទៅសិក្សារៀនសូត្រទីកន្លែងណាដែលគេផ្ដល់ចំណេះវិជ្ជាទីកន្លែងណាដែលគេផ្ដល់បញ្ញាឲ្យកូនគាត់តែងតែបញ្ជូនទៅនឹងទី3ហើយទី4ព្រះអង្គសម្ដែងថាពេលដែលបានបញ្ជូនកូនទៅសិក្សារៀនចប់ហើយមេដាបិតាគាត់តែងតែរៀបចំគូស្រករឲ្យកូនមានគ្រួសារឲ្យកូនមានអនាគតនឹងទី4ហើយទី5ព្រះអង្គសម្ដែងថាពេលដែលឲ្យកូនមានគូស្រករហើយមានស្វាមីមានភរិយាហើយមេដាបិតាតែងបន្សល់ទ្រព្យសម្បត្តិឲ្យកូនទៅទៀតមានការចែកទ្រព្យសម្បត្តិដីធ្លីគេអកជាដើមនេះទាំងត្រង់ទាំង5ចំណុចនេះដែលព្រះអង្គសម្ដែងថាវាស្ថិតនៅក្នុងគូណូបការៈគុណគូណូបការៈគុណនេះគឺជាគុណដ៏វិសេសបំផុតក្នុងការកូនចៅទាំងឡាយដែលមិនអាចបំភ្លេចបានដែលមេដាបិតាតែងតែមានសង្ឃហៈពោចំពោះកូនទាំងឡាយអញ្ចឹងបានព្រះអង្គសម្ដែងថាបើយើងនិយាយពីគុណនេះគឺគុណមាន3ធំនឹងឯងទី1វាស្ថិតនៅក្នុងអត្ថគុណទី2វាស្ថិតនៅក្នុងវិសេសគុណទី3វាស្ថិតនៅក្នុងគូណូបការៈគុណនេះបើយើងនិយាយពីគុណមួយទៀតព្រះអង្គសម្ដែងទៅលើកាលកតញ្ញូសម្ដៅទៅលើបុត្រធីតាប្រុសស្រីឯណាដែលបានរលឹកឃើញពីគុណរបស់គាត់យូរបានម្ដងខែបុណ្យខែទានខែហេមន្តវសន្តរដូវយើងបានរលឹកលើកឃើញពីគុណគាត់ម្ដងម្កាលហ្នឹងអានឹងគឺស្ថិតនៅក្នុងកាលកតញ្ញូមួយទៀតស្ថិតនៅក្នុងបកាសនកតញ្ញូដូចជាថ្ងៃនេះអញ្ចឹងបកាសនកតញ្ញូនេះដូចជាថ្ងៃដែលយកបានបំពេញនៅក្នុងថ្ងៃណាការដែលយកបានធ្វើបំពេញនៅសេចក្តីល្អហើយបានការរលឹកលើកឃើញពីគុណូបការៈគុណរបស់មេដាបិតាហើយញោមបានប្រកាសឲ្យប្រពុតទេវតាបានដឹងឮញោមបានជើញចាឲ្យចាដឹកនាំនឹងបានផ្ដើមឆ្នាំឲ្យប្រកោប្រកាសដល់ទេវតាឲ្យទេវតាគេដឹងឮឲ្យទេវតាគេធ្វើសិនជាស័ក្តិសិទ្ធិតែថ្ងៃនេះខ្ញុំកូនចៅទាំងឡាយបានធ្វើបុណ្យហើយបានធ្វើបុណ្យគម្រប់ខួប12ឆ្នាំហើយជូនអ្នកម្ដាយជូនលោកឪពុកនេះនឹងហើយព្រះអង្គសម្ដៅថាត្រង់នឹងហើយគឺស្ថិតនៅក្នុងបកាសនកតញ្ញូនេះសម្ដៅទៅលើបុត្រធីតាប្រុសស្រីឯណាដែលបានរៀបចំបំពេញនៅសេចក្តីល្អហើយបានប្រកោប្រកាសឲ្យប្រពុតទេវតាគេដឹងឮនឹងបានព្រះអង្គសង្កត់ទៅលើនៃសេចក្តីស្ថិតនៅក្នុងកូនអកតញ្ញូនេះចឹងកាលណាដែលយើងបានដឹងគុណហើយវាស្ថិតនៅក្នុងអកតញ្ញូនេះឯងការដែលយើងកតញ្ញូនេះបានដែលយើងដឹងថាខ្លួនជាកូនជាកតញ្ញូហើយបានបំពេញបុណ្យបានធ្វើទានបានរក្សាសិលអស់ហើយនៅក្នុងថ្ងៃដែរតើសួរថាដើម្បីឲ្យបុណ្យកុសលខ្ញុំចម្រើននៅក្នុងថ្ងៃនេះបានដើម្បីឲ្យបុណ្យកុសលដើម្បីបានជាទីពឹងជាទីរលឹកដើម្បីឲ្យបានបុណ្យបានកុសលក្នុងការអនុគ្រោះដល់ពពួកញាតិរបស់ខ្ញុំតើខ្ញុំជាអ្នកធ្វើបុណ្យខ្ញុំត្រូវមានអីខ្លះចឹងបានព្រះអង្គសម្ដែងថាដើម្បីបានជាបុណ្យជាបញ្ញនិធិសម្រាប់ខ្លួនឯងបានបុណ្យជាទីពឹងជាទីរលឹកបានបុណ្យក្នុងការអនុគ្រោះដល់ពពួកញាតិព្រះអង្គសម្ដែងថាអ្នកទាំងឡាយដែលអ្នកទាំងឡាយកំពុងតែប្រាថ្នារកបុណ្យដែលអ្នកទាំងឡាយកំពុងតែស្វះស្វែងរកបុណ្យដែលអ្នកទាំងឡាយមានចិត្តកប់ទៅរកបុណ្យនោះអង្គសម្ដែងថាទី1តតែអ្នកទាំងឡាយមាននៅវត្ថុសម្បទាសម្ដៅទៅលើវត្ថុសម្បទាឬក៏បច្ច័យសម្បទាវត្ថុសម្បទានេះគឺសំដៅទៅលើវត្ថុដែលយកក្នុងបានធ្វើបុណ្យដែលយកមានគោលបំណងចង់ធ្វើបុណ្យថ្ងៃដែរតែមានគោលបំណងថ្ងៃស្អែកហ្នឹងប្រគេនចង្ហាន់ព្រះសង្ឃ108ព្រះអង្គក្នុងការរាប់បាតហើយញោមបានជ្រៀងរៀងមានវត្ថុជាសម្បទានេះញោមបានមានពួយមានត្រៃជីវរអានេះហើយវាស្ថិតនៅក្នុងវត្ថុសម្បទានេះហើយយកខ្លះក៏ថាតើធ្វើបែបនេះបានដល់ម្ដាយខ្ញុំមកអត់បានដល់ឪពុកខ្ញុំអត់តែយើងគិតថាយើងមានវត្ថុសម្បទាបែបនេះហើយតើយើងគិតថាបានអត់ព្រោះបុណ្យកុសលនេះសំខាន់ទៅលើគឺចិត្តដែលអ្នកម្ចាស់ដើមទានប្រធានជាអ្នកម្ចាស់ដើមបុណ្យបោតព្រោះពុទ្ធថាបុណ្យ
ដូចជាសម្ពុតព្រៀបបានដូចជាភួយដែលខ្ញុំបានធ្វើនៅក្នុងថ្ងៃនេះវាមិនប្រកាសថាបានដល់ម្ដាយឪពុកយើងពិតប្រកបនោះទេប៉ុន្តែអ្វីដែលបានដល់គាត់គឺបុណ្យកុសលនោះឯងព្រោះថាបុណ្យកុសលដែលគាត់ចង់បានគាត់ប្រាថ្នាអីក៏បានដែរប៉ុន្តែសួរថាសម្ពុតស្បង់ជីវរឲ្យទៅដល់ម្ដាយយើងនឹងបានដល់ឲ្យគាត់វាមិនបានដល់ទេបានដល់តែតើអ្នកប្រើប្រាស់នៅបច្ចុប្បន្ននេះឯងបានយើងប្រកេនលោកបានត្រឹមលោកនឹងឯងប៉ុន្តែសួរថាពុទ្ធជីវរនឹងបានទៅដល់ម្ដាយអត់ថាវាមិនបានទេប៉ុន្តែអ្វីដែលបានគឺបុណ្យកុសលចិត្តនាយើងចេតនាយើងដែលមានសេចក្តីជ្រះថ្លាមានចេតនាសម្បទាពីខាងដើមយើងមានចេតនាជ្រះថ្លាហើយតែបុណ្យកុសលយើងចម្រើនបុណ្យកុសលនឹងចម្រើននឹងហើយក្នុងការអនុគ្រោះដល់វិបាកវិញ្ញាណទៅបដិសន្ធិកន្លែងគាត់ទៅកន្លែងនៅត្រង់ណាបដិសន្ធិនៅកន្លែងណាសូមមកទទួលត្រេកអរអនុមោទនាទៅបុណ្យកុសលដែលខ្ញុំបានធ្វើឯនេះសំគួរមិនដឹងចុះតាមពេលវេលាខ្ញុំតាមម៉ោង5ជាងហើយដល់ម៉ោងញាតិញោមវិសាភោជនីហាហើយតែមានការលួងលោះខ្វះខាតដោយអក្ខរជញ្ញៈភាសាបាលីដែលសេចក្តីអត្ថអធិប្បាយសំគួរត្រង់ចំណុចណាសូមសម្ដេចខន្តីជាស្រ័យអភ័យទោសដល់អង្គខ្ញុំព្រះករុណាអាត្មាភាពដែលបានឱកាសចូលរួមថ្លាថ្លែងសម្ដែងពធទេសនានៅក្នុងឱកាសវេលាគ្រានេះឯងផងហើយម្យ៉ាងទៀតក៏សូមប្រម៉ែប្រមូលពុទ្ធដំកងការមហាកុសលដែលកើតចេញពីធម្មទានក្នុងគណៈពេលនេះសូមចែកជូនបុណ្យកុសលដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមត្រាប់ស្ដាប់ពធក្នុងគណៈពេលនេះសូមបានសម្រេចជាបុណ្យស្មើគ្នាសូមអនុមោទនាហើយមួយចំណែកទៀតសូមលើកបុណ្យកុសលដែលកើតចេញពីធម្មទានក្នុងគណៈពេលនេះសូមឧទ្ទិសកុសលផលបុណ្យនេះចែកជូនដល់បាសកឈូត្រីនិងបាសិកាតាំងគីមជីលវត្តចិត្តរបស់គាត់ទៅរំចត់ទីកន្លែងណាសូមមកទទួលត្រេកអរអនុមោទនានៅបុណ្យកុសលដែលខ្ញុំបានបំពេញនិងធ្វើនៅក្នុងគណៈពេលនេះបានទទួលអនុមោទនាហើយសូមបានអត់នៅក្តីសុខអាយ៉ាងសក្តិទេសតាការសម្ដែងពធទេសនាសំគួរតាមពេលវេលានេះឯងអ៊ីវ៉ាន់សម្រាប់ផលដែលចែកថាកាន់បរលោកហើយដោយឆ្នោឯងឯងឆែតាមបាតថែតាំង
វសម័យឆន្ទោជាទេកបច័ន្ទដែលអ្នកប្រាថ្នាហើយតាំងចិត្តហើយចូលឲ្យសម្រាញ់ដល់អ្នកឲ្យបានឆាប់រស់រានតាន់ចិត្តសង្កាបាសូមដំរែត្រូវទាំងពួយចូលពេញដល់អ្នកច័ន្ទតបណ្ណារសាយថាដោយព្រះច័ន្ទក្នុងថ្ងៃ15កើតមនីចូលតរសាយថាពំនោសោតរស្មីដល់រងរឿងជាកៅវិសេសអាចញ៉ាំងសេចក្តីប្រាថ្នាទាំងពួងឲ្យសម្រេចបានសំផលនៃច័ន្ទដែលជ្រះថ្លាក្នុងព្រះរតនត្រ័យនោះជាផលសម្រេចជួយជាផលសម្រេចជួយជាផលសម្រេចសូមញាតិញោមសូមអនុមោទនាបានសម្រេចដាក់បុណ្យកុសលដល់ចេដូនចេតាកងម៉ារបស់ញោមទាំងអស់គ្នាញោមណាសូមអនុមោទនាអនុមោទនានៅមហាកុសលចង់សូមបង្អន់ចិត្តផ្សាយកុសលជាមួយខ្ញុំបាទទាំងអស់គ្នាដូចតទៅសូមជូនបុណ្យកុសលចំពោះទៅដល់មានដាបៃតាគុណគ្រូឧបជាយាចាគុណញាណសន្តានជីដូនជីតារស់នៅក្តីណាលំម្ចាស់ចែកឋានសូមជូនមេផលកុសលសែនសានដល់ឋានពុទ្ធព្រះសង្ឃលោកកាយជាប់ជីអូនីស
មានដល់អ្នករាកាន់សាពទេវតាសូមទេវតាទាំងអស់បីបាច់រសានៅអ្នកសាពពុទ្ធានុភាវេអ្នកដោយអានុភាពនៃព្រះពុទ្ធជាម្ចាស់គ្រប់ព្រះអង្គសាពតមេនុភាវេដោយអានុភាពនៃព្រះតើតងពួងសាពសង្ឃានុភាវេដោយអានុភាពនៃព្រះសង្ឃទាំងពួងសទ្ធាសោតៃបវន្តុតេស្ដីទាំងឡាយចូលមានដល់អ្នកឲ្យបានសំការសវិលផលនៃចិត្តដែលជ្រះថ្លាក្នុងវរតនត្រ័យនោះផលនៃចូលជាផលសម្រាប់ចូលជាផលសម្រាប់ចូលជាផលសម្រាប់សូមអនុមោទនា មោទនាបានសម្រេចបុណ្យកុសលដល់ជាដូនជាតាកងម៉ារបស់ញោមទាំងអស់គ្នាញោមណាសូមអនុមោទនាទេសខ្មែរយើងមានសាសនាប្រចាំជាតិសូមកុំឲ្យឃ្លាតថ្មីគ្មានរក្សាគ្រប់វ័យសាសនាព្រះពុទ្ធបរិសុទ្ធនៅក្នុងលោកីយើងកូនខ្មែរទាំងប្រុសស្រីគប្បីកុំឲ្យមានឆ្កធ្វើល្អបានល្អបបពិតណាស់ណាថ្លៃធ្វើនឹងឲ្យក្តីយើងមិនជួបរឿងសៅមកបើចង់បានល្អសូមកុំធ្វើរឿងខុសឆ្គងជីវិតបានសុខកន្លងព្រមចិត្តផងតែផ្លូវល្អនៅក្នុងលោកីគ្មានអ្វីអាចនៅគង់បានជាតិសាំងគ្រប់ប្រាណមិនថាអ្នកមានឬក្រពេលចាស់លោកទៅគួរទុកនៅគេឈ្មោះដ៏ល្អទ្រព្យសម្បត្តិមានច្រើនក៏មិនអាចយកទៅបានឡើយសូមអស់ញោមញាតិជួយរក្សាជាតិសាសនាកូនខ្មែរខែមរាមេត្តាកុំនៅកនតាយវត្តអារាមមានបុរាណលោកសាងទុកហើយធ្វើបុណ្យកុំនៅប្រងើយជីវិតដល់ត្រៃសុខសា
នឬក្រពេលចាស់លោកទៅគួរຕົកនៅគេឈ្មោះដ៏ល្អទ្រព្យសម្បត្តិមានច្រើនក៏មិនអាចយកទៅបានឡើយសូមអស់ញោមញាតិជួយរក្សាជាតិសាសនាកូនខ្មែរខែមរាមេត្តាគំនៅកនតាវត្តអារាមានបុរាណលោកសាងទុកហើយធ្វើបុណ្យគុំនៅបាទចឹងក៏សូមបង្អោនចិត្តដើម្បីខមាទោសដល់លោកអ្នកដែលមានគុណជាមួយខ្ញុំបាទទាំងអស់គ្នាទៅណាចាំថាតាមខ្ញុំបាទទាំងអស់គ្នាសូមអនុមោទនាកូនសូមខមាទោសក្រែងកូនធ្វើខពីមុនប៉ុន្មានទោសតូចធំក្តីកូនចៅគ្រប់ប្រានមិនអាចចាំបានខុសច្រើនប្រការមួយខុសផ្លូវចិត្តមិនបានជាកើតពីរខុសវាចាហាស្ដីនិយាយធ្លោយហួសមេត្រាបីមានពេលណាប៉ះពាល់ដល់កាយកំហុសទាំងបីកូនប្រុសកូនស្រីប្អូនប្រុសប្អូនស្រីសូមខមាទោសលោកឪពុកអ្នកម្ដាយសូមលោកឪពុកអ្នកម្ដាយមេត្តាអត់ទោសដល់កូនគ្រប់គ្នា
ថ្ងៃនេះបងប្អូនទាំងអស់គ្នាបានជួបជុំគ្នាចាត់ចែងនៅចង្ហាន់បណ្ឌបាតមានបាយទឹកនំចំណីជាដើមនេះយកមកតម្កល់ទុកក្នុងទីនេះហើយសូមគោរពជូនលោកអ្នកដ៏មានគុណសូមលោកអ្នកដ៏មានគុណទាំងពីរមេត្តាទទួលយកអំពីកូនអំពីប្អូនដោយសេចក្តីអនុគ្រោះសូមអនុមោទនាអញ្ជើញថ្វាយអង្គមគាត់ម្ដងទៀត ខ្ញុំតំណាងជាឪពុកណាសូមខមាទោសឲ្យប្អូនទាំងអស់ហើយកុំឲ្យមានកម្មពៀវរីអីហើយសូមឲ្យបានទទួលសេចក្តីសុខសេចក្តីចម្រើនរៀងខ្លួនហើយបានលូតលាស់គ្រប់គ្នាខ្ញុំអត់ជ័យហើយនិយាយម្ដងខ្ញុំជាបងស្រីតំណាងឲ្យម៉ែឥឡូវខ្ញុំសូមជូនពរប្អូនស្រីបងប្អូនស្រីទាំងអស់គ្នាទាំងប្អូនថ្លៃសូមឲ្យបានសេចក្តីសុខគ្រប់គ្នាឲ្យបានអាយុវែងហើយរស់ស៊ីជាមួយមើលមានបានមកធ្វើបុណ្យជុំគ្នាទៀតបានសប្បាយដោយធ្វើបុណ្យនេះហ៎អូនតានីអូនថ្លៃប្រុសទៀតទេបងអូនថ្លៃស្រីបងថ្លៃប្រុសនិងបងប្រុសបងស្រីទាំងអស់ហ្នឹងបានសេចក្តីសុខរួចចាក់ផុតទុក្ខបានរស់ស៊ីជាមួយមើលមានបានបងរស់ស៊ីឲ្យបានលុយចាស់ច្រើនមកបានមកធ្វើបុណ្យទៀតឲ្យបានសុខសប្បាយណាបានលុយចាស់ហ៎បានហើយសូមអនុមោទនាសាធុសាធុដំមានប្រភាដ៏ចម្រើនណាយដំមានប្រភាដ៏ចម្រើនណាយព្រះអង្គទាំងឡាយព្រះអង្គទាំងឡាយសូមបូជាថ្វាយចង្ហាន់បណ្ឌបាតព្រមទាំងបរិខាទាំងឡាយនេះចំពោះព្រះដ៏មានព្រះភិក្ខុព្រះដ៏មានព្រះភិក្ខុព្រះដ៏មានព្រះភិក្ខុដ៏ចម្រើនណាយសូមព្រះអង្គព្រះមេត្តាអនុគ្រោះទូយកចង្ហាន់បណ្ឌបាតព្រមទាំងបរិខាទាំងឡាយនេះអំពីខ្ញុំព្រះករុណាទាំងឡាយដើម្បីបាននៅប្រយោជន៍ដើម្បីបាននៅសេចក្តីសុខដើម្បីបាននៅសេចក្តីចម្រើនលោកអ្នកដ៏មានគុណទាំងឡាយដល់ឧបាសកឈួត្រីផង
លោកបាសកឈួតត្រីផងដល់លោកបាសិកាតាំងឪគឹមផងដល់លោកបាសិកាតាំងឪគឹមផងញាតិគ្រប់សណ្ដានផងញាតិគ្រប់សណ្ដានផងដល់ខ្ញុំព្រះអង្គទាំងឡាយផងខ្ញុំព្រះអង្គទាំងឡាយផងការជាអង្វែងទៅការជាអង្វែងទៅវរៈ2 ដងផងវរៈ2 ដងផងវរៈ3 ដងផង ខ្ញុំបង្គំវន្តាពួកព្រះភគវីព្រះធម៌ថ្លៃថ្លាព្រមទាំងព្រះសង្ឃផរផង្សីលាចិន្តាលំអត់ព្រះពុទ្ធនិយាមសូមឲ្យសំសានបដិបានតាមធម៌សាសនាបវរល្អដោយព្រះនាមអរហង្គសម្មាគ្មានការតាំងទៀមកែលែរវាងរវាទសូនបងសូមឲ្យសាសនាសម្មាសម្ពុទ្ធបរិស័ទមួមុតរួមចិត្តត្រត្រង់ឋិនទេចេរកាលអភិបាលដោយសង្ឃព្រមព្រៀងស្មោះត្រង់ចិត្តចង់សិក្ខាសូមមនុស្សទេវតាមានការគោរពទាំងថ្ងៃទាំងយប់ក្នុងព្រះសាសនាសូមបានសម្រេចដោយក្តីប្រាថ្នាអស់នៅតណ្ហាទុក្ខាចប់បង âm bà hay nào cô nê hay nê kê hay sam bên thì pa nào na vào tăng pa đẹp má mi sang nhân bo bên bo pe sang bo chấm ra này sang đó chấm ra này chấm han ban ba rồi chấm han ban ba này nhom prekarona tương lai này nhom prekarona tương lai nàyกอบได้ทั่วกอบได้ทั่วมองได้ทั่วมองได้ทั่วล้างได้ทั่วล้างได้ทั่วព្រះករណាទាំងឡាយនឹងព្រះករណាទាំងឡាយមកតម្កល់តមកតម្កល់តក្នុងទីនេះក្នុងទីនេះហើយសូមបង្អោនចូលមកហើយសូមបង្អោនចូលមកវេប្រគេដល់ព្រះសង្ឃដែលព្រះសង្ឃបព្រះសង្ឃដ៏ចម្រើនណាស់ព្រះសង្ឃដ៏ចម្រើនណាស់សូមព្រះសង្ឃព្រះមេត្តាអនុគ្រោះទួយោហើយចង្ហាន់បណ្ឌបាព្រមទាំងបរិខាទាំងឡាយនេះអំពីខ្ញុំព្រះករុណាទាំងឡាយដើម្បីបាននៅប្រយោជន៍ដើម្បីបាននៅសេចក្តីសុខដើម្បីបាននៅសេចក្តីចម្រើនលោកអ្នកដ៏មានគុណទាំងឡាយមានមេត្តាបិតាជាដើមផងលោកបាសកឈួទ្រីផងលោកបាសកាតាំងឪគឹមហៅវេគឹមផង
ដល់បាសិកាតាំងឲ្យគឹមហើយវេគឹមផងញាតគ្រប់សណ្ដានផងញាតគ្រប់សណ្ដានផងសពសត្វទាំងឡាយផងសពសត្វទាំងឡាយផងខ្ញុំប្រការណាទាំងឡាយផងខ្ញុំប្រការណាទាំងឡាយផងការជាអង្វែងទៅជាអង្វែងទៅហងវរៈ2ដងផងវរៈ2ដងផងវរៈ3ដងផងវរៈ3ដងផងសូមអនុមោទនា ចង្ហាន់ដល់ប្រសងរួចហើយក៏ញោមរកកន្លែងដែលសំគួរណាញោមណាមុននឹងយើងធ្វើការឧទ្ទិសនៅនឹងកុសលជូនដល់អ្នកមានគុណគឺញោមបានមានសទ្ធាជ្រះថ្លាធ្វើបុណ្យខួបគម្រប់12ឆ្នាំឧទ្ទិសកុសលជូនឧបាសកឈូត្រីនិងឧបាសិកាតាំងឪគឹម ដែលបានមកណាក់ពុទ្ធទៅហើយជាកូនជាចៅជាក្មួយទាំងអស់គ្នាបានរៀបចំធ្វើនៅនឹងផតាហាមកវេប្រគេនដល់ព្រះសង្ឃដើម្បីឧទ្ទិសកុសលក៏សូមឲ្យញោមទាំងអស់គ្នាតាំងចិត្តក្នុងការឧទ្ទិសកុសលផលបុណ្យទាំងឡាយរបស់យើងទាំងអស់គ្នាដែលបានធ្វើឡើងគណៈនេះពេលនេះជូនដល់អ្នកមានគុណមានមេដានិងបិតាជាដើមដែលលោកអ្នកបានចែកឋានទៅកាន់លោកក្នុងមុខឲ្យក្តីឬក៏កំពុងតែមានជីវិតរស់នៅបានលោកអ្នកទាំងអស់គ្នាបានដឹងបានឮហើយថាថ្ងៃនេះញោមដែលជាកូនជាចៅជាក្មួយបានឧទ្ទិសកុសលផលបុណ្យជូនទៅឲ្យហើយក៏សូមអនុមោទនាយកទៅស្រស់ស្រូបប្រើប្រាស់តាមសេចក្តីត្រូវការរបស់ខ្លួនចុះរួចហើយនោះក៏សូមឲ្យពរជ័យដល់កូនចៅដែលរស់នៅខាងក្រោយនេះឲ្យប្រកបកិច្ចការងារភារកិច្ចសិក្សាណាមួយក៏សូមឲ្យបានសម្រេចទៅតាមបំណងប្រុងប្រាថ្នាអិច្ចតាំងបតិតាំងតមង្គបមេវតមិច្ចតោផលណាមួយដែលញោមទាំងអស់គ្នាប្រាថ្នាឲ្យតាំងចិត្តផលនោះក៏ចូលឲ្យសម្រេចដល់ញោមទាំងអស់គ្នាកំបីអាខានឡើយ นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะยะเขปเตสังโฆจินิโตอะยังปัตตมังเปียโกเทระสะปาปุนาเตอะเวเสสาเปียกีอมหากังปาปุนาเต សូមប្រសងទាំងឡាយស្ដាប់នៅខ្ញុំកាលណាឥឡូវនេះទាយុទាយិកាបានធ្វើនៅនឹងបតាអាហារមកវេប្រគេនដល់ព្រះភិក្ខុសង្ឃបុក្នុងពុទ្ធសាសនាបាទដូច្នោះហើយខ្ញុំកាលណាក៏សូមសន្មតថាជាអ្នកចែកនៅនឹងបតាអាហារនេះចេញទៅជា3ចំណែកចំណែកទី1ខ្ញុំកាលណាក៏សូមវេប្រគេនដល់ព្រះសម្មាសម្ពុទ្ធដែលជាបរមគ្រូនៃយើង ចំណែកទី2ខ្ញុំកាលណាក៏សូមវេប្រគេនដល់អរិយសង្ឃនិងសមុទិសង្ឃរហូតតាមណែចំណែកទី3ដែលសល់អំពីព្រះភិក្ខុសាមណេរហើយនឹងខ្ញុំកាលណាក៏សូមអនុញ្ញាតឲ្យញោមដែលជាម្ចាស់ដើមទានព្រមទាំងអ្នកចូលរួមនៅក្នុងកម្មពិធីបុណ្យនេះដើម្បីបរិភោគកំចាត់នៅទុក្ខរោគភ័យទាំងឡាយទាំងពួងយថាសម្ពីតិយាវិវាញ្ចានតសាបរកវេណាសតមានទេភវតវន្តរយាសកៃតិគិកោវៈភិវតនសេនសនេจังវតិបច្ចាយិនោចន្តារតមេវតន្តអាយុវណ្ណោសុខាសាធុសាធុសាធុចឹងខ្ញុំប្រកាសដល់សូមឧទ្ទិសនៅមហាកុសលនេះជូនដល់ដំណួរញាណខណ្ឌរបស់អស់លោកដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខមានលោកយាយកាំងសុបួយទាំងលោកឪពុកឈូត្រីនិងម្ដាយតាំងអើគឹមហៅវេគឹមរួមទាំងបងប្រុស
ឈូថៃងីដែលបានមរណកាលទៅអស់ការជាងវាយញ៉ៃក្តីក៏សូមលោកមកទទួលត្រេកអរអនុមោទនានៅបុណ្យកុសលដែលកូនចៅប្រុសស្រីទាំងឡាយលោកបានបំពេញធ្វើនៅក្នុងឱកាសពេលនេះបើញាតិទាំងនោះបានទទួលអនុមោទនាបុណ្យហើយសូមឲ្យញាតិទាំងនោះបានដល់នៅសេចក្តីសុខចុះទៅណាសូមអនុមោទនាយេចតាធនជាអនន្តទេវិអនវានិវេតយោសាពេលោកម្មយេសន្តជីវន្តារហេតកាមនោញ្ញងពោចនងសាពេលភន្តមេបចេតសាតេថ្លាក្នុងព្រះរតនត្រ័យនោបានលេងញាផាសម្រាប់ចូលជាផាសម្រាប់ចូលជាផាសម្រាប់សូមអនុមោទនាអនុមោទនាបុណ្យចឹងសម្បត្តិតំណាងប្រកេនព្រះអង្គគ្រូក៏ដូចជាលោកអាចារ្យគណៈកម្មការប្រចាំវត្តប៉ុនសូមគោរពថ្លែងអំណរអគុណយ៉ាងក្រៃលែងចំពោះវត្តមាននៅពងពោះរបស់អាដាមលោកជំទាវលោកស្រីជាពិសេសកូនចៅប្រុសស្រីរបស់លោកឧបាសកឈូត្រីបាសិកាតាំងអើគឹមហៅវេគឹមដែលមានឈូថៃលីព្រមទាំងភរិយាត្រីឡាងនិងស្វាមីព្រមទាំងបុត្រណាឈូឈីវលៀងនិងស្វាមីព្រមទាំងកូនចៅត្រីមុងនិងភរិយាព្រមទាំងកូនចៅត្រីសុវណ្ណនិងស្វាមីព្រមទាំងកូនចៅលោកឈូឈុនឈួននិងភរិយាព្រមទាំងកូនចៅត្រីង៉ែតនិងស្វាមីព្រមទាំងកូនចៅត្រីឈុនលីនិងភរិយាព្រមទាំងកូនចៅត្រីណៃនិងស្វាមីព្រមទាំងកូនចៅទាំងអស់នេះក៏សូមគោរពថ្លែងអំណរអគុណយ៉ាងក្រៃលែងនិងសូមប្រសិទ្ធពរជ័យសិរីសួស្តីវិបលសុខដល់អស់លោកម្ចាស់ទានសូមបានសំប្រកបជួបប្រទេសទៅនឹងពុទ្ធពររបស់ព្រះសម្មាសម្ពុទ្ធ4ប្រការយុវណ្ណៈសុខៈពលៈនិងសម្បត្តិទាំងឡាយ3ប្រការមនុស្សទេវតាពិនិពានអស់លោកជាម្ចាស់ទានប្រាថ្នានៅសម្បត្តិណាពរណាសម្បានសម្បត្តិដោយសេចក្តីប្រាថ្នាទៅណាសូមអនុមោទនាត្រឡប់ចេញទៅកាន់គេឋានសូមបានសុខសុវត្ថិភាពគ្រប់គ្នាទៅណាសូមអនុមោទ